អ្នកម៉ាក់ខ្មោចឆៅពីរនាក់កំពុងឆ្លោះប្រកែកគ្នាថាតើអ្នកណាជាម្ដាយរបស់កូនខ្មោចឆៅនេះកូនខ្មោចឆៅនេះមើលទៅវង្វេងវង្វាន់ណាស់តើអ្នកអាចជួយកូនខ្មោចឆៅកំណត់ពីអត្តសញ្ញាណថាតើអ្នកណាជាម្ដាយពិតប្រាកដរបស់វាបានទេសូមគិតហើយឆ្លើយចម្លើយខ្មោចឆៅ A គឺជាម្ដាយពិតប្រាកដមើលល្បានល្អន់ពណ៌ភ្នែករបស់ពួកគេគឺដូចគ្នាអ្នកលេងសៀកពីរនាក់កំពុងប្រកួតប្រជែងគ្នាអ្នកលេងសៀក A បានប្រែក្លាយទន្សាយមួយក្បាលអ្នកលេងសៀក B បានប្រែក្លាយសត្វព្រាបមួយក្បាលប្រសិនបើអ្នកជាគណៈកម្មការតើអ្នកគិតថាអ្នកណានឹងទទួលបានចំណាត់ថ្នាក់លេខ1អ្នកមានពេល5វិនាទីសូមគិតហើយឆ្លើយចម្លើយអ្នកលេងសៀក B គួរតែជាអ្នកឈ្នះចំណាត់ថ្នាក់លេខ1មើលល្បានល្អន់អ្វីដែលគាត់ប្រែក្លាយគឺជាសត្វព្រាបដែលនៅរស់ចំណែកអ្នកលេងសៀក B បានប្រែក្លាយទៅជាសត្វទន្សាយត្រឹមជាតុក្កតាប៉ុណ្ណោះមានចៅម្នាក់បានលេចមុខនៅក្នុងផ្សារទំនើបក្រោយពីការសង្កេតយ៉ាងយកចិត្តទុកដាក់ចៅគឺស្ថិតនៅក្នុងចំណោមមនុស្សទាំង4នាក់នៅចំពោះមុខនេះតើអ្នកអាចប្រាប់បានទេថាអ្នកណាជាចៅអ្នកមានពេល5វិនាទីសូមគិតហើយឆ្លើយបរោះស៊ីគឺជាចៅមើលល្បានល្អន់ស្លាកសុវត្ថិភាពរបស់ទំនិញនៅតែជាប់ខ្លួនគេនៅឡើយដែលបង្ហាញថាគាត់បានលួចរបស់គេមកពាក់នៅក្នុងបន្ទប់ទឹកមាននារីស្រស់ស្អាតពីរនាក់កំពុងងូតទឹកប៉ុន្តែមិត្តម្នាក់សម្គាល់ឃើញថាមានអ្នកផ្លាស់ប្ដូររូបរាងមិនមែនជាមនុស្សទេតែអ្នកអាចប្រាប់បានទេថាអ្នកណាដែលមិនមែនជាមនុស្សអ្នកមានពេល5វិនាទីសូមគិតហើយឆ្លើយចម្លើយក្មេងស្រី B មិនមែនជាមនុស្សទេមើលល្បានល្អន់ស្បែកជើងរបស់នាងបានផ្លាស់ប្ដូរពណ៌ហើយក្របភ្នែករបស់នាងក៏បានប្រែក្លាយទៅជាពណ៌ក្រហមខុសពីមនុស្សធម្មតាដែរក្មេងស្រី A មានជួបគូជាច្រើននៅក្នុងហប៉ៅក្មេងស្រី B កាន់ធុងថ្នាំពណ៌មួយតើអ្នកណាជាអ្នកធ្វើឲ្យខោអាវរបស់ក្មេងប្រុសប្រឡាក់អ្នកមានពេល5វិនាទីសូមគិតហើយឆ្លើយក្មេងស្រី A បានធ្វើឲ្យប្រឡាក់កៅអៅរបស់ក្មេងប្រុសមើលល្បានល្អន់ស្នាមប្រឡាក់ថ្នាំលាបពណ៌នៅលើអាវរបស់ពួកគេមានពណ៌ដូចគ្នាស្ត្រីពីរនាក់កំពុងសម្អាតផ្ទះរបស់ស្ត្រី A មើលទៅសាមញ្ញធម្មតាផ្ទះរបស់ស្ត្រី B មើលទៅស្គមស្កៃណាស់តើអ្នកមើលដឹងទេថាស្ត្រីមួយណាមានជាងអ្នកមានពេល5វិនាទីសូមគិតហើយឆ្លើយចម្លើយស្ត្រី A មានជាងមើលនាងទៅនាងបានឈរនៅមុខទូដែកដែលបើកទ្វារហើយពោពេញទៅដោយដុំមាសដែលនេះបង្ហាញថានាងមានទ្រព្យសម្បត្តិយ៉ាងច្រើននៅក្នុងចំណោមមនុស្សជនទាំង3នៅក្នុងបន្ទប់ពិសោធន៍នេះមានមួយគ្រឿងបានខូចហើយត្រូវការអ្នកវិទ្យាសាស្ត្រជួសជុលជាបន្ទាន់មិត្តដ៏ឆ្លាតវៃតែអ្នកអាចមើលដឹងទេថាមនុស្សយន្តមួយណាដែលបានខូចអ្នកមានពេល5វិនាទីសូមគិតហើយឆ្លើយចម្លើយមនុស្សយន្តស៊ីបានខូចមើលឲ្យបានល្អន់ក្បាលរបស់វាភ្លឹបភ្លែតនិងបានបញ្ចេញពន្លឺខុសប្រក្រតីដែលនេះបង្ហាញថាមានបញ្ហាហើយចុងភៅពីរនាក់កំពុងប្រកួតប្រជែងគ្នាធ្វើម្ហូបមិត្តដ៏ឆ្លាតវៃតែអ្នកអាចមើលដឹងទេថាតើអ្នកណាដែលធ្វើម្ហូបឆ្ងាញ់ជាងហើយអាចទទួលបានជ័យជំនះនោះអ្នកមានពេល5វិនាទីសូមគិតហើយឆ្លើយចម្លើយអាហាររបស់ចុងភៅ B ឆ្ងាញ់ជាងបន្លែមួយចាននេះមើលទៅមានជីវជាតិល្អចំណែកឯចុងភៅ A ធ្វើម្ហូបដ៏ថ្មមួយចាននេះមើលទៅមិនមែនជាអ្វីដែលមនុស្សអាចញ៉ាំបាននោះទេនៅក្នុងភោជនីយដ្ឋានមនុស្ស3នាក់កំពុងអង្គុយញ៉ាំអាហារជាមួយគ្នាចូលយកចិត្តទុកដាក់ក្នុងចំណោមពួកគេមានម្នាក់បានក្លាយទៅជាបិសាចជញ្ជក់ឈាមតាមរយៈខួរក្បាលដ៏ឆ្លាតវៃរបស់អ្នកតើអ្នកអាចរកឃើញទេថាតើអ្នកណាជាបិសាចសូមគិតហើយឆ្លើយ
ស្ត្រី B គឺជាបិសាចចិញ្ចក់ឈាមមើលឲ្យបានល្អិតល្អន់នាងមានធ្មេញមុតស្រួចហើយក៏មានស្នាមត្រូវបិសាចចិញ្ចក់ឈាមខំផងដែរលទ្ធផលពិនិត្យរបស់វេជ្ជបណ្ឌិតបង្ហាញថាមានមនុស្សពុកផ្កាយម្នាក់នៅទីនេះ A និយាយថានេះគឺមិនអាចទៅរួចទេសម្រាប់ខ្ញុំ B និយាយថាខ្ញុំដឹងតាំងពីដើមថាគាត់ជាមនុស្សពុកផ្កាយសូមយកគាត់ចេញភ្លាមទៅតែអ្នកអាចសម្គាល់ដឹងទេថាអ្នកជំងឺមួយណាជាមនុស្សពុកផ្កាយអ្នកមានពេល5វិនាទីសូមគិតហើយឆ្លើយចម្លើយ B គឺជាមនុស្សភពផ្កាយនៅលើអាវរបស់គេមានសញ្ញាសម្គាល់ពួកអេលៀនហើយដៃរបស់គេក៏មានម្រាមតែ4ប៉ុណ្ណោះ